មនុស្សឃ្លានចង់ញ៉ាំតារ៉ានប៉ុន្តែបើចិត្តវិញគឺបានធ្វើនំក្រេបតារ៉ានហ្នឹងឯងទៅ Box Street ថ្ងៃមុនហ្នឹងឃើញមកកន្លែងនេះមានលក់នំក្រេបតារ៉ានហ្នឹងដើរកាត់មើលមកឡើងតំណងហ្មងហើយបើតម្លៃវិញគឺមកផ្អប់នឹងហ្មងតែ10000ទេផ្អប់មូលហ្នឹងក៏10000បើផ្អប់ឆុងនេះក៏10000ដែរហើយនៅមានផ្សេងទៀតក៏នំ Snow តារ៉ានដែរមានហុំមូផងមានឆុងផងនិយាយទៅមើលតំណងមែនឃើញអញ្ចឹងហើយចាំការទៀតទេមកសាក់ដែរហ្មងទៅមនុស្សពងតែឃ្លានតារ៉ានផងយកសាភាមកដួលហ្នឹងនិយាយពីថានំក្រេបតារ៉ានឡើងតុនហ្មងហើយសំខាន់គឺមានក្លិនឈ្ងុយតារ៉ានទៀតទាំងអាប្រទេសពណ៌លឿងជាមួយនឹងគ្រីមហ្នឹងគឺញ៉ាំឆ្ងាញ់ហ្មងគ្រាន់តែនំហ្នឹងគឺរៀងផ្អែមតិចបន្តមកក៏ដើរទៅថងទៀតក៏ឃើញនៅកន្លែងគាត់នេះមានលក់មាន់ការ៉េនិយាយទៅមើលតំណងមែនមានតាំងពីមាន់ពងទូបូគីគីមបាប់អីហ្នឹងនិយាយទៅមានច្រើនហើយសំបីតែប្រហិតឆាមួយគោតកោហ្នឹងខាងគាត់ក៏មានទៀតសម្រាប់តម្លៃវិញគឺប្រហិតមួយគោតកោហ្នឹងយកបានសួរតម្លៃគាត់ទេគ្រាន់តែបើមាន់ការ៉េពងហ្នឹងគឺមួយចាន10000អញ្ចឹងឃើញខ្ញុំថតនេះហ្នឹងគឺរបស់គេផ្សេងទេខ្ញុំក៏បានហៅមាន់ការ៉េពងមួយចានដែរអញ្ចឹងបន្ទាប់ពីពងផ្សារទៀតហើយគឺគាត់ផ្លាក់គ្រឿងមកហ្មងហើយគ្រឿងនៅខាងគាត់ពេលដែលញ៉ាំទៅគឺអត់សូវហល់ទេឃើញពណ៌រៀងដិតចឹងមែនប៉ុន្តែពេលដែលញ៉ាំទៅរៀងជូរអែមហើយបូកផ្សំមួយម៉ាយ៉ូណេសទៀតគឺអានថាឆ្ងាញ់គួរសមដែរបើនិយាយពីមាន់ការ៉េពងនៅខាងគាត់ហ្នឹងវិញគឺមួយចានហ្នឹង10000បានប៉ុណ្្នឹងឯងគ្រាន់តែហូរជាតិក៏ឆ្ងាញ់មួយយ៉ាងដែរអញ្ចឹងគឺមាន់ពងឡើងស្រួយហ្មងពេលដែលខាំទៅហើយជាពីហ្នឹងទៀតដើរទៅផ្សារចាស់ក៏ឃើញនៅកន្លែងគាត់នេះខ្ញុំឃើញរៀងប្លែកដល់សារតែឃើញគៀវឡើងទូចហ្មងរបៀបដូចជាគៀវសៀវម៉ៃហ្នឹងគឺគាត់លក់មួយចានហ្នឹង10000ចង់យកលាយក៏បានឬមកក៏យកមកមុខក៏បានដែរបន្ទាប់ពីទិញហើយអញ្ចឹងគឺគេមានថែមទាំងទឹកស្អៀវជាមួយនឹងទឹកម្ទេសតែគ្រាន់តែបើសិនជាញ៉ាំគៀវចឹងគឺដាក់ទឹកស្អៀវឆ្ងាញ់ជាងនិយាយតាមត្រង់តាំងពីញ៉ាំគៀវឌីមសាមមកលើកទី1មកគឺខ្ញុំទិញគៀវមកទូចចឹងប៉ុន្តែនៅខាងក្នុងហ្នឹងគឺរបស់គេមាន Snow ដែរបើនិយាយពីហូរជាតិវិញគឺគៀវនៅខាងគាត់ហ្នឹងក៏ឆ្ងាញ់ដែរតម្លៃសមរម្យទៀតគឺមួយចានហ្នឹងតម្លៃតែ10000ទេ